បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube និង Facebook Page ព្រំសវឿនទិញនិងលក់រថយន្តបាទមកដល់ថ្មីនេះហើយបាទមកដល់ថ្មីស្រឡាងតែម្ដងបាទសម្រាប់បងប្អូនដែលកំពុងតែស្វែងរករថយន្តដែលស្អាតយកទៅប្រកបរបរអាជីវកម្មឥឡូវនេះបានមកដល់ហើយបាទទីយន្តដាយ2តោនកន្លះឆ្នាំ02បាទហើយរថយន្តនេះដែរជាប្រភេទម៉ាស៊ីនធំប្រអប់លេខធំបាទឥឡូវបងប្អូនមកតាមដានទស្សនាមួយបាទបងប្អូនបាទរថយន្តនេះនៅស្អាតណាស់បងប្អូនណាបាទទឹកថ្នាំនៅភ្លឹងតែម្ដងបាទខ្ញុំនឹងអូសមួយជុំជូនបងប្អូនបាទនេះផ្នែកកាប៊ីនខាងឆ្វេងបងប្អូនឃើញហើយបាទខាងមុខខាងឆ្វេងខាងក្រោយទាំងកាប៊ីនទាំងទ្រុងអីបងប្អូនឃើញហើយស្អាតភ្លឹងបាទអត់មានកន្លែងណាឲ្យទាស់ចិត្តទេបាទហើយមានរនាំងហើយជាស្រេចបាទបងប្អូនយកទៅគឺប្រើតែម្ដងបាទមិនបាច់ថែមថយទេបងប្អូនបាទនេះខាងឆ្វេងហ្មងទ្រុងខាងឆ្វេងបាទខាងក្រោយក៏ស្អាតដែរបងប្អូនណាបាទខាងមុខខាងក្រោយឆ្វេងស្ដាំហើយគឺនៅស្អាតដូចគ្នាបាទរថយន្តនេះបាទនៅស្អាតដូចគ្នាបាទនេះផ្នែកខាងស្ដាំបងប្អូនឃើញទេបាទស្ដាំឆ្វេងអត់ខុសនេះទេបាទអត់ខុសនេះទេបាទស្ដាំក៏ស្អាតឆ្វេងក៏ស្អាតបាទកាប៊ីនទ្រុងអីស្អាតដូចគ្នាអត់មានកន្លែងណាឲ្យបងប្អូនទាស់ចិត្តទេរថយន្តនេះបងប្អូនណាបាទអត់មានទាស់ចិត្តទេបាទគឺនៅភ្លឹងតែម្ដងបាទគឺនៅភ្លឹងតែម្ដងបាទហើយចំណែកឯកសារវិញបងប្អូនណាឯកសារវិញមានគ្រប់ចំនួនបាទនេះឯកសារមានពន្ធផ្លូវឈៀកមួយញ៉ែតអីមកកំ pl បាទហើយរថយន្តនេះមួយញ៉ែត MV បងប្អូនណាបាទមួយញ៉ែត MV គឺរថយន្តគេទើបតែនឹងប្រើទេបាទទិញពីម្ចាស់ដើមផ្ទាល់បាទតែម្ចាស់ទេបងប្អូនណាបាទតែម្ចាស់ទេបាទហើយនេះជាផ្នែកខាងក្រៅបាទខ្ញុំនឹងថតផ្នែកខាងក្នុងជូនបងប្អូនអាវទ្វារនៅភ្លឹងអត់ដាច់អត់លហែកទេបាទ10 ឡូអញ្ចឹងដែរបាទ10 ឡូនៅខ្ចីញែងគ្រប់គ្រឿងបងប្អូនណាបាទសំណុំម៉ាស៊ីនត្រជាក់សិនអីនៅមកកំ pl អត់មានបាត់បង់បាក់បែកគ្រឿងទេបងប្អូនបាទនៅស្អាតបាទទាំងក្នុងទាំងក្រៅរថយន្តនេះបាទទ្វារឆ្វេងទ្វារស្ដាំអីពូកអីសិតតែនៅស៊ីនបងប្អូនណាបាទពូកអីសិតនៅស៊ីនហើយស្អាតបាទនៅស្អាតឡាប៉ុងលើអញ្ចឹងដែរបងប្អូនណាបាទអត់មានកន្ទុះមានលហែកទេបងប្អូនឃើញហើយអត់មានកន្ទុះមានលហែកទេបាទគឺនៅស្អាតភ្លឹងតែម្ដងបាទរថយន្តនេះបាទហើយចំណែកភ្លីមកជុំកាប៊ីនវិញគឺនៅភ្លីស៊ីនបងប្អូនណាខ្ញុំធានាជូនរថយន្តនេះបាទអត់មានបុកអត់មានកាត់តទេបាទព្រោះខ្ញុំឆែកឆេគ្រប់ក្លុកក្លៀតហើយអញ្ចឹងបងប្អូនយកតែប្រើទៅបាទកុំមានការព្រួយបារម្ភអីសោះបាទនេះពីលើទៅក្រោមខ្ញុំអូសជាលម្អិតជូនតែម្ដងសិតទៅនៅភ្លីស៊ីនបងប្អូនណាបាទភ្លីស៊ីនបាទក្រោមកាប៊ីនលើកង់គឺនៅសំណុំមកវាទាំងអស់បងប្អូនណានៅសំណុំមកវាទាំងអស់ហើយចំណែកឯកង់វិញបងប្អូនថ្មីហែកពីស្រោមទាំង6គ្រាប់តែម្ដងបាទថ្មីចាស់តែម្ដងបាទថ្មីចាស់តែម្ដងសាក់ស៊ីវិញបងប្អូនឃើញនេះខ្មៅក្រឹបរលោងស្រិលបាទអត់មានកន្ទុះមានច្រាស់ទេបងប្អូនណាអត់មានកន្ទុះមានច្រាស់ទេបាទទ្រុងបាទអីគឺនៅស្អាតភ្លឹងអត់មានបាក់បែកទេបាទនៅភ្លឹងតែម្ដងបាទនេះខ្ញុំអូសយឺតបាទសម្រាប់បងប្អូនដែលគាត់បានមើលនៅវីដេអូរបស់ខ្ញុំហើយបាទមកមើលផ្ទាល់អត់ខុសនេះទេបាទព្រោះខ្ញុំថតអត់មានឲ្យចន្លោះមួយរំលងឡើយណាទេបងប្អូនណាបាទអត់មានចន្លោះមួយរំលងឡើយណាទេបាទក្នុងវីដេអូមិនបងប្អូនមកមើលខាងក្រៅគឺអញ្ចឹងបាទអត់មានខុសគ្នាទេបាទខាងក្រៅគឺអញ្ចឹងដែរបាទនេះពីមុខទៅក្រោយបងប្អូនណាបាទទាំងបាតទ្រុងអីទាំងសាក់ស៊ីអីហើយចំណែកឯកង់ក្រោយកង់មុខបងប្អូនឃើញហើយនេះបាទសិតតែនៅថ្មីព្រួយទាំងអស់មកហើយពីស្រោមដាក់ទាំងអស់បាទជាទៀសឡើងហើយបងប្អូនណាបាទជាទៀសឡើងហើយកង់ក៏ឡើងហើយចង់ផ្នែកជើងក្រោមនៃរថយន្តនេះបងប្អូនយកទៅគឺប្រើតែម្ដងបាទមិនបាច់ថែមថយទេបាទដូច្នេះសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍បាទបងប្អូនអាចតំណងមកតាមប្រព័ន្ធ profile របស់ខ្ញុំនេះបាទក៏បានឬមួយតាមប្រព័ន្ធទូរស័ព្ទដែលខ្ញុំបាទមាន3ប្រព័ន្ធបាទប្រព័ន្ធទី1គឺប្រព័ន្ធ cell card 012 21 91 99បាទចំណែកឯមួយប្រព័ន្ធទៀតគឺប្រព័ន្ធ smart 069 21 91 99បាទរីឯមួយប្រព័ន្ធទៀតគឺប្រព័ន្ធ mid phone 071 221 91 99បាទហើយមួយយ៉ាងទៅប្រសិនបងប្អូនបាទចង់មកដល់ទីតាំងរបស់ខ្ញុំបាទទីតាំងរបស់ខ្ញុំស្ថិតនៅលើទំនប់កប់ស្រូវបាទខាងត្បូងសាលាការ៉េប្រហែលជា100 ម៉ែត្រតែប៉ុណ្ណោះបាទគឺនៅក្នុងផ្លូវធំនេះតែម្ដងបាទហើយឃ្លាំងរបស់យើងខ្ញុំមិនមែនលក់តែមួយគ្រឿងទេបងប្អូនណាបាទមានគ្រប់ចម្រោះតែម្ដងបាទ1តោនកន្លះក៏មាន1តោនក៏មាន2តោនកន្លះក៏មាន3តោនកន្លះក៏មានបងប្អូនណាបាទបងប្អូនអាចជ្រើសរើសបានបាទចង់បានម៉ាក់មួយណាក៏បានដែរបាទនេះខ្ញុំថតនៅក្នុងឃ្លាំងរបស់ខ្ញុំបាទមានឡានច្រើនគ្រឿងច្រើនជម្រើសសម្រាប់បងប្អូនណាបាទចង់បានម៉ាក់មួយណាក៏បានដែរបាទមួយណាក៏បានដែរបាទហើយចំណែកអីសេវាវិញគឺមានសេវាបងរំលោះបងប្អូនណាបាទបងរំលោះ25ខេត្តក្រុងបាទបងប្អូនចង់បាន
លក់ក៏បានឬមួយក៏ទិញលុយសុទ្ធក៏បានដែរបងប្អូនណាបាទអាចមកជ្រើសរើសបានបងប្អូនបាទហើយបើសិនបាទបងប្អូនមានរថយន្តបាទចង់លក់ឬមួយក៏ចង់ដោះដូរបងប្អូនអាចទៅអ្នកតំណងមកខ្ញុំបាទនឹងមានសេវាចុះទិញផ្ទាល់ដល់ទីកន្លែងតែម្ដងបាទមិនឲ្យបងប្អូនអស់នៅថ្លៃគុំចុងឬមួយក៏ថ្លៃទឹកតែទេបាទដូច្នេះការបង្ហាញរបស់ខ្ញុំក៏ហាក់ដូចជាសពគ្រប់ទីកន្លែងអត់ដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទស្សនានៅវីដេអូរបស់ខ្ញុំនេះហើយសូមកុំភ្លេចជួយចុច Subscribe ឬមួយក៏ពាក្យថាជាវហើយបន្ថែមនៅកណ្ដឹងមួយទៀតបាទបងប្អូននឹងទទួលបានព័ត៌មានថ្មីពីរថយន្តក្រោយទៀតបាទសូមអរគុណសូមជម្រាបលា